ម៉ោង 7 ព្រឹកហើយខ្ញុំមកដល់ហាងដំបូងគេជាធម្មតានៅពេលព្រឹកគឺយើងតែងសម្អាតមុនអតិថិជនគាត់ចូលមកក្នុងហាងមិនថាផ្នែកលក់មិនថាផ្នែកសេវាកម្មឬមួយផ្នែកជាងអីទេគឺត្រូវតែសម្អាតទាំងអស់តែម្ដងធ្វើម៉េចដើម្បីឲ្យអតិថិជនគាត់ចូលមកក្នុង showroom របស់យើងកុំឲ្យគាត់មានអារម្មណ៍ថារញ៉េរញ៉ៃសម្រាប់ពួកយើងអតិថិជនគឺពិតជាសំខាន់មែនទែនខ្សែយប់មិញមានម៉ូតូចូល26គ្រឿងអញ្ចឹងគឺយើងត្រូវត្រួតពិនិត្យម៉ូតូទាំងអស់ឲ្យបានត្រឹមត្រូវមុននឹងយើងដាក់លក់ឲ្យអតិថិជនគឺពួកយើងធ្វើការពិនិត្យគ្រប់ជ្រុងជ្រោយទាំងអស់បើសិនជាម៉ូតូនឹងយើងមិនទុកចិត្តគឺយើងមិនដាក់លក់ឲ្យអតិថិជននោះទេឥឡូវម៉ោង 10 ព្រឹកហើយអញ្ចឹងអតិថិជនចាប់ផ្ដើមចូលមកហើយនេះគឺជាអតិថិជនទី1គាត់ចង់បានម៉ូតូ Trip ហើយនេះគឺជាអតិថិជនទី2ដែលគាត់ចង់បានម៉ូតូ Trip ដូចគ្នាចំណែកឯបងប្រុសខាងនេះវិញគឺជាអតិថិជនទី3គាត់ចង់បានម៉ូតូ Bell ថ្ងៃនេះខ្ញុំបានជួបអតិថិជនច្រើនអ្នកមែនទែនខ្ញុំពិតជាសប្បាយរីករាយមែនទែននៅពេលដែលឃើញស្នាមញញឹមរបស់ពួកគាត់ព្រោះភាពរីករាយរបស់ពួកគាត់គឺជាអ្វីដែលពួកយើងនៅHonda Rankaiចង់បានហើយនេះគឺជាអ្វីដែលខ្ញុំចូលចិត្តបំផុតសម្រាប់អាជីវកម្មជាអ្នកលក់ម៉ូតូគឺការពន្យល់ទៅដល់អតិថិជនឲ្យបានច្បាស់អំពីការធានាអំពីសេវាកម្មបន្ទាប់ពីការទិញក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗនៅពេលដែលគាត់អញ្ជើញមកទិញម៉ូតូនៅ Honda Rankai ព្រោះថាយើងជាអ្នកលក់មិនមែនគឺជាការលក់តែមួយមុខទេប៉ុន្តែគឺជាការជួយទៅដល់អតិថិជនឲ្យសម្រេចចិត្តក្នុងការជ្រើសរើសហាងលក់ម៉ូតូណាដែលត្រឹមត្រូវដល់ថ្ងៃត្រង់ល្មមដល់ម៉ោងបាយហើយបងអញ្ចឹងពួកយើងទាំងអស់គ្នានៅទីនេះមិនត្រឹមតែជាបុគ្គលិកទេប៉ុន្តែពួកយើងគឺជាក្រុមគ្រួសារតែមួយរីករាយអាហារថ្ងៃត្រង់ទាំងអស់គ្នាឈប់ចាប់ខ្ញុំផងឈប់តោះហូបមកចឹងនៅថ្ងៃរសៀលនេះម៉ូតូអតិថិជនមានបញ្ហាច្រើនហើយយើងព្យាយាមដោះស្រាយទៅតាមកំហុសរបស់អតិថិជននីមួយៗហើយយើងសូមធានាថាយើងនឹងដោះស្រាយម៉ូតូអតិថិជនទាំងអស់ឲ្យទៅសភាពដូចដើមវិញទាំងអស់យើងសូមធានាជូនម៉ោង 5 ល្ងាចលទ្ធផលលក់របស់យើងថ្ងៃនេះគឺបាន 6 គ្រឿងសូមអរគុណអតិថិជនទាំងអស់ដែលគាំទ្រ Honda Rankai នេះហើយគឺជាសកម្មភាពរបស់ខ្ញុំក្នុងរយៈពេល1ថ្ងៃនៅហាងលក់ម៉ូតូ Honda Rankai ចង់ឃើញវីដេអូរបស់ខ្ញុំនៅថ្ងៃស្អែកកុំភ្លេចជួយ follow ខ្ញុំម្នាក់មួយផងឬមួយក៏អាចជួបគ្នាផ្ទាល់បាននៅ Honda Rankai ពួកយើងសង្ឃឹមថានឹងបានបម្រើសេវាកម្មជូនដល់លោកស្រីទាំងអស់គ្នាសូមអរគុណសម្រាប់ការទស្សនាវីដេអូ